banner មួយនេះខ្ញុំចំណាយពេល4ម៉ោងដើម្បីធ្វើវា យើងមិនជឿឯងទេ ហើយសូមស្វាគមន៍ទាំងអស់គ្នាមកកាន់យប់ទី 17 ដែលខ្ញុំបានខ្លាចខ្លួនទៅជា freelance graphic design នៅពេលយប់ហើយយប់នេះដែរខ្ញុំបានទទួលទៅនឹង project មួយទាក់ទងទៅនឹង banner cafe ទៀតហើយពិសេសជាងរាល់ដងដោយសារតែខ្ញុំបានធ្វើហើយគឺខ្ញុំបាន print ទៀតហើយវីដេអូនេះ sponsor ដោយហាង freelance cafe មានផ្គត់ផ្គង់សម្ភារៈក៏ដូចជាគ្រាប់កាហ្វេគ្រប់ប្រភេទផងដែរបើសិនជាទាំងអស់គ្នាចង់បើកហាងកាហ្វេអាចឆាតទៅ page គាត់បានឬក៏តំណទៅតាមលេខទូរស័ព្ទដែលខ្ញុំដាក់លើអេក្រង់នេះហើយយើងទៅទស្សនាវីដេអូ detail ទាំងអស់គ្នា Let's go អូខេទាំងអស់គ្នាឥឡូវយើងចូលមកក្នុងកម្មវិធី Adobe Illustrator របស់យើងហើយនេះគឺជា banner ដែលខ្ញុំបានធ្វើឲ្យ client របស់ខ្ញុំហើយតើតើទៅនឹងកាហ្វេគឺយើងត្រូវទទួលព័ត៌មានពីគាត់ឲ្យបានច្បាស់ថាគាត់ចង់បាន banner ប្រភេទណាហើយពណ៌អីចឹងណាហើយនេះពណ៌ដែលគាត់ចង់បានហើយខ្ញុំបានធ្វើតាមអ្វីដែលគាត់ចង់បានហើយតើតើទៅនឹងកាហ្វេអានេះខ្ញុំមានរូបក៏ដូចជាអីដាក់ background ឲ្យ free ចឹងណាហើយរូបនេះដែរខ្ញុំបានពីអ្នកស្គាល់គ្នាដែរទេឆាត់ឲ្យទៅគាត់ផងដែលគាត់បានតម្លាក់រូបហ្នឹងឲ្យខ្ញុំចឹងទៅហើយមានតំណែងកែវមានឡាតេមានកាហ្វេខ្មៅមានកាហ្វេដោះគោអីចឹងទៅមកឆាអីចឹងហើយទាំងអស់គ្នាដែលនៅកំពង់ស្ពឺអាចទៅ support គាត់បានគាត់ដាក់ថា G1 កាហ្វេលោកតាមម៉ូតូបើសិនជាទាំងអស់គ្នាឃើញទាំងអស់គ្នាអាចទៅហ្វាកបានអូខេអញ្ចឹង banner ខ្ញុំបានធ្វើឲ្យ client ខ្ញុំរួចហើយទាំងអស់គ្នាគិតមិនដែរឲ្យប្រមាណលើប្រមាណដែរជួយ comment នៅក្នុងវីដេអូខ្ញុំផងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ